คล้ายជាអ្នកដឹកនាំ on becoming a leader Warren Bennis អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីដោយថ្ងៃនេះពេលទំនេរហើយខ្ញុំមានឱកាសដើម្បីនឹងអានសៀវភៅคล้ายជាអ្នកដឹកនាំរបស់លោក Warren Bennis ចែកជូនអ្នកទាំងអស់គ្នាដោយសៀវភៅហ្នឹងខ្ញុំទើបតែនឹងជាវបានមកទេហើយថ្ងៃនេះទើបខ្ញុំបានមានពេលអានហើយខ្ញុំអានហើយខ្ញុំថតចែកជូនអ្នកទាំងអស់គ្នាទៀតខ្ញុំចាប់ផ្ដើមពីចំណុចមួយគឺស្ថានភាពរបស់អ្នកដឹកនាំកំពុងមានសភាពគួរឲ្យព្រួយបារម្ភការលើកឡើងចុះនៃកាសែតថ្មីបានឆ្លុះបញ្ចាំងនៅក្នុងសភាពប្រែប្រួលរបស់អ្នកដឹកនាំកម្ពុជាផងដែរនៅក្នុងទសវត្សរ៍ឆ្នាំ1990និន្នាការមួយដែលគួរឲ្យព្រួយបារម្ភគឺការលេចឡើងនៅអ្នកដឹកនាំដែលធ្វើខ្លួនដូចអធិរាជឬ Emperor Leader ឬដូចអ្វីដែលគេហៅថានាយកប្រតិបត្តិធ្វើខ្លួនដូចតារា Celebrity CEO លោក Lee Iacocca នៃក្រុមហ៊ុន Chrysler ប្រហែលជាអ្នកដឹកនាំអាជីវកម្មសម័យទំនើបដំបូងគេដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រៀបដូចជាតារាភាពយន្តឬក៏តារាចម្រៀងរ៉ុកជាការពិតពលរដ្ឋអាមេរិកនិយមចាត់ទុកប្រវត្តិសាស្ត្ររបស់ខ្លួនថាជាស្រមោលនៃបុគ្គលឆ្នើមតែម្នាក់ដែលប្រៀបដូចជាមហាបរោះផ្នត់គំនិតមួយដែលធ្វើឲ្យអ្នកដឹកនាំដែលផ្ដោតទៅលើកិច្ចសហការដូចជាលោកចនអាដាមមានការមិនពេញចិត្តឬស្ទើរទ្រាំមិនបានផ្នត់គំនិតមួយដែលធ្វើឲ្យអ្នកដឹកនាំដែលផ្ដោតទៅលើកិច្ចសហការដូចជាលោកចនអាដាមមានការមិនពេញចិត្តឬស្ទើរទ្រាំមិនបានលើសពីនេះយើងតែងតែមានទំនោរលើកដំកើងអ្នកដឹកនាំដែលមានមន្តស្នេហ៍តាក់ទាញហួសហេតុពេកគឺហួសលើសលប់ពីសមត្ថភាពពិតរបស់អ្នកដឹកនាំទាំងនោះទៅទៀតដោយជួនកាលមើលរំលងការចូលរួមចំណែកជាក់ស្ដែងរបស់មនុស្សដទៃផ្សេងទៀតចំពោះអង្គភាពនៅប៉ុន្មានឆ្នាំចុងក្រោយនៃសតវត្សទី20និន្នាការលើកដំកើងនាយកប្រតិបត្តិដោយតារានេះការរីករាលដាលដល់កម្រិតហួសប្រមាណរហូតคล้ายជាបញ្ហាដែលពិបាកគ្រប់គ្រងសូចនាករសំខាន់មួយនៃតុល្យភាពរបស់អ្នកដឹកនាំអាជីវកម្មគឺទំហំនៃប្រាក់បំណាច់របស់អ្នកគ្រប់គ្រងជាន់ខ្ពស់ជាពិសេសនាយកប្រតិបត្តិជាការពិតគ្មាននរណារំពឹងថាសហគ្រិនជោគជ័យឬអ្នកដឹកនាំឧស្សាហកម្មដែលខិតខំធ្វើការនឹងរស់នៅក្នុងភាពក្រីក្រទេប៉ុន្តែនៅទសវត្សរ៍ឆ្នាំ1990កម្រិតប្រាក់បំណាច់របស់អ្នកគ្រប់គ្រងជាន់ខ្ពស់បានកើនឡើងដល់កម្រិតហួសហេតុនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ1970ប្រាក់បំណាច់សរុបជាមធ្យមរបស់នាយកប្រតិបត្តិគឺខ្ពស់ជាងប្រាក់ឈ្នួលរបស់បុគ្គលិកធម្មតាប្រមាណ44ដងលុះដល់ឆ្នាំ2000យោងតាមរបាយការណ៍របស់សហព័ន្ធការងារអាមេរិកសហព័ន្ធឧស្សាហកម្មសហជីព AFL-CIO ប្រាក់បំណាច់សរុបជាមធ្យមរបស់នាយកប្រតិបត្តិបានកើនឡើងដល់ខ្ពស់ជាងប្រាក់ឈ្នួលជាមធ្យមរបស់បុគ្គលិកធម្មតាដល់ទៅ300ដងទស្សនាវដ្តីពាណិជ្ជកម្ម Business Week បានរាយការណ៍ក្នុងឆ្នាំ2002ថាប្រាក់បំណាច់ប្រចាំឆ្នាំជាមធ្យមរបស់នាយកប្រតិបត្តិក្នុងចំណោមអ្នកដែលមានប្រាក់ខែខ្ពស់នៅសហរដ្ឋអាមេរិកគឺប្រហែល$11 លានខណៈដែលប្រាក់ចំណូលជាមធ្យមរបស់បុគ្គលិកទូទៅនៅទូទាំងប្រទេសគឺត្រឹមតែប្រហែលជា$30,000ប៉ុណ្ណោះអ្វីដែលគួរឲ្យព្រួយបារម្ភបំផុតអំពីវិសមភាពនេះគឺការបង្ហាញពីគម្លាតប្រកបដោយគ្រោះថ្នាក់និងកាន់តែរីកធំឡើងរវាងអ្នកមាននិងអ្នកក្រ
តួលេខបង្ហាញថាពលរដ្ឋត្រឹមតែ 1% កាន់កាប់ទ្រព្យសម្បត្តិរហូតដល់ទៅ 40% របស់ជាតិខណៈដែលវណ្ណៈកណ្ដាលកំពុងរួមតូចហើយចំនួនអ្នកខ្វះខាតឬវណ្ណៈក្រោមដែលភាគច្រើនរស់នៅដោយគ្មានក្តីសង្ឃឹមនិងគ្មានការធានារ៉ាប់រងសុខភាពកំពុងតែមានចំនួនកើនឡើងនេះគឺផ្ទុយស្រឡះពីអតីតកាលការកើនឡើងនៃវណ្ណៈកណ្ដាលធ្លាប់ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពជោគជ័យផ្នែកសេដ្ឋកិច្ចដ៏ត្រចះត្រចង់របស់សហរដ្ឋអាមេរិកនៅពាក់កណ្ដាលសតវត្សទី20វណ្ណៈកណ្ដាលត្រូវបានកសាងឡើងដោយមនុស្សដែលធ្លាប់មានជំនឿយ៉ាងមុតមមថាភាពស្មោះត្រង់និងការខិតខំប្រឹងប្រែងធ្វើការនឹងនាំមកនូវជីវភាពរស់នៅសមរម្យនិងមានសុវត្ថិភាពហេតុដូច្នេះហើយការបាត់បង់វណ្ណៈកណ្ដាលនេះនឹងคล้ายជាព្រឹត្តិការណ៍សេដ្ឋកិច្ចដែលមានឥទ្ធិពលបំផុតនៅសតវត្សថ្មីនេះបើនិន្នាការបច្ចុប្បន្ននៃការប្រមូលផ្ដុំទ្រព្យសម្បត្តិកាន់តែច្រើនឡើងនៅក្នុងដៃរបស់មនុស្សមួយក្រុមតូចមិនត្រូវបានផ្លាស់ប្ដូរទិសដៅទេវាអាចនឹងនាំទៅរកសោកនាដកម្មសង្គមសេដ្ឋកិច្ចបាននៅពេលដែលនាយកប្រតិបត្តិមួយចំនួនចាប់ផ្ដើមប្រព្រឹត្តខ្លួនដូចជាស្ដេចក្រាញ់គឺមុខជានឹងជួបវាសនាអាក្រក់នៅទីបំផុតដោយការដួលរលំនៃអ្នកមានអំណាចផ្ដាច់ការប៉ុន្តែជំនួសឲ្យការកែប្រែឥរិយាបថឬទប់ស្កាត់ការកុំឲ្យហួសហេតុតែនាយកប្រតិបត្តិជាច្រើនបែរជាធ្វើឲ្យស្ថានភាពកាន់តែដុនដាបទៅវិញជាក់ស្ដែងក្នុងឆ្នាំ2001និងឆ្នាំ2002រលកនៃរឿងអាស្រូវអាជីវកម្មជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងការក្លែងបន្លំគណនេយ្យ Accounting Irregularity ការផ្ដល់កម្ចីខុសច្បាប់ illegal loan និងការជួញដូរដោយប្រើព័ត៌មានផ្ទៃក្នុង insider trading បានបណ្ដាលឲ្យក្រុមហ៊ុនធំដែលធ្លាប់តែល្បីល្បាញនិងពោពេញដោយមហិច្ឆតាដួលរលំម្ដងមួយបញ្ជីឈ្មោះក្រុមហ៊ុនដែលរងភាពអាម៉ាស់ទាំងនេះរួមមានក្រុមហ៊ុន Aaron Corporation ក្រុមហ៊ុន Worldcom ក្រុមហ៊ុនIdeafield ក្រុមហ៊ុន Global Grossing និងក្រុមហ៊ុន Imglone ជាដើមជាលទ្ធផលនាយកប្រតិបត្តិជាន់ខ្ពស់មួយចំនួននៃក្រុមហ៊ុនទាំងនេះត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនិងត្រូវជាប់ពន្ធនាគារក្បួនដង្ហែភាពអាម៉ាស់នេះរួមមានក្រុមហ៊ុន Aaron Corporation ក្រុមហ៊ុន Worldcom ក្រុមហ៊ុន Ideafield ក្រុមហ៊ុន Global Grossing និងក្រុមហ៊ុនImglone ជាដើមដែលនាយកប្រតិបត្តិជាន់ខ្ពស់មួយចំនួនរបស់ក្រុមហ៊ុនទាំងនេះត្រូវបានចោទប្រកាន់និងនាំខ្លួនដោយពាក់ខ្នោះដៃក្នុងចំណោមរឿងអាស្រូវទាំងនេះប្រហែលជាករណីដែលនឹកស្មានមិនដល់បំផុតគឺរឿងរបស់លោកស្រី Maha Stewart ដែលត្រូវបានគេចាត់ទុកថាជារាជិនីនៃកិច្ចការផ្ទះដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋជុំវិញការលក់ភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុង Imglone មុនពេលមានការប្រកាសជាផ្លូវការថ្នាំព្យាបាលជំងឺមហារីកដែលគេទន្ទឹងរង់ចាំរបស់ក្រុមហ៊ុននឹងត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារនិងឱសថFDA ការធ្លាក់ខ្លួនរបស់លោកស្រីត្រូវបានមនុស្សមួយចំនួនយកមកលេងសើចបែបចំអកដោយការតុបតែងបន្ទប់ឃុំឃាំងនាពេលអនាគតរបស់លោកស្រីដោយមានការប្រើផ្ទាំងរូបភាពឆ្កូតដូចអ្នកទោសឬប្រើស្ទីលដែលជាជាហោរបស់លោកស្រីជាដើមនេះគឺជាទង្វើរីករាយពេលឃើញអ្នកដតីជាពិសេសអ្នកមានអំណាចជួបគ្រោះដែលលេងសើចម្នាក់បាន
ហៅចំថាអារម្មណ៍រីករាយនៅពេលដែល Martha Stewart ជួបបញ្ហាឬក៏ Martha Fries ពោលគឺអារម្មណ៍រីករាយពេលឃើញអ្នកដទៃជួបទុក្ខលំបាកជាពិសេសអ្នកដែលឃើញមិនចូលចិត្តជាពិសេសពេលដែលអ្នកដែលយើងមិនចូលចិត្តទស្សនវិទូលោក Rice Waldo Emerson ដែលសួរមិត្តរបស់លោកថាចាប់តាំងពីលោកបានជួបគ្នាជាលើកចុងក្រោយតើមានអ្វីមួយដែលពីមុនធ្លាប់តែមិនច្បាស់លាស់តែពេលនេះបែរជាច្បាស់លាស់ទេចំពោះខ្ញុំអ្វីដែលខ្ញុំកាន់តែយល់ច្បាស់ជាងពេលណាទាំងអស់គឺសុចរិតទៀងត្រង់ integrity ដែលជាលក្ខណៈសម្បត្តិសំខាន់បំផុតរបស់អ្នកដឹកនាំត្រូវតែត្រៀមខ្លួនបង្ហាញភាពស្មោះត្រង់និងសុចរិតភាពនេះម្ដងហើយម្ដងទៀតជានិច្ចអ្នកដឹកនាំជាច្រើនហាក់ដូចជាភ្លេចថាខ្លួនតែងតែស្ថិតនៅក្រោមក្រសែភ្នែកពិនិត្យវិច័យរបស់មហាជនហើយអាចនឹងត្រូវទាមទារឲ្យទទួលយកទំនួលខុសត្រូវគ្រប់ពេលវេលានេះមិនមែនសំដៅតែលើអ្នកដឹកនាំក្រុមហ៊ុនប៉ុណ្ណោះទេតែរួមបញ្ចូលទាំងអ្នកដឹកនាំស្ថាប័នសាសនាដូចជាព្រះវិហារនិងអ្នកដឹកនាំនៅក្នុងគ្រប់វិស័យផ្សេងទៀតទាំងអស់អ្នកដឹកនាំគួរចងចាំថាអ្វីដែលស្របតាមច្បាប់មិនប្រកាសថាសិតតែត្រឹមត្រូវស្របតាមគោលការណ៍ក្រមសីលធម៌ទេអ្នកដឹកនាំត្រូវចាំទៀតថាអំណាចឬការជឿទុកចិត្តដែលមហាជនបានប្រគល់ឲ្យគឺមហាជនអាចដកហូតយកមកវិញបានគ្រប់ពេលដូចគ្នារឿងអាស្រូវអាជីវកម្មទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារភាគហ៊ុនសូម្បីតែបន្ទាប់ពីភាពភ្ញាក់ផ្អើលដំបូងឬចំណងជើងព័ត៌មានធំអំពីក្រុមហ៊ុន Aaron Corporation និងក្រុមហ៊ុនបោកប្រាស់ផ្សេងទៀតបានរសាត់បាត់ទៅតែផលប៉ះពាល់អវិជ្ជមាននេះនឹងបន្សល់ទុកស្លាកស្នាមយូរអង្វែងជាមិនខានអយុត្តិធម៌កាន់តែច្បាស់នៅពេលដែលឃើញនាយកប្រតិបត្តិដែលខ្វះការទទួលខុសត្រូវជាច្រើនបានចាកចេញពីក្រុមហ៊ុនទាំងនេះដោយទទួលបានកញ្ចប់ប្រាក់បំណាច់មហាសាលខណៈដែលទង្វើរបស់នាយកប្រតិបត្តិទាំងនេះបានបំផ្លាញទ្រព្យសម្បត្តិវិនិយោគិននិងប្រាក់សោធននិវត្តន៍របស់បុគ្គលិករាប់ពាន់លានដុល្លាររឿងអាស្រូវនៅក្នុងសហគមន៍ធុរកិច្ចរបស់សហរដ្ឋអាមេរិកនេះគឺគួរឲ្យអាម៉ាស់ជាខ្លាំងរហូតដល់លោក Andy Grove អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel Corporation បានថ្លែងដោយមិនលាក់លៀមថាមកដល់ពេលនេះខ្ញុំមានអារម្មណ៍ខ្មាស់អៀនណាស់ដែលបានคล้ายជាផ្នែកមួយនៃពិភពធុរកិច្ចរបស់អាមេរិកតើស្ថានភាពនេះនឹងជះឥទ្ធិពលដល់អ្នកដឹកនាំសពថ្ងៃយ៉ាងដូចម្តេចផលវិបាកមួយដែលអាចកើតមានពីភាពរង្គោះរង្គើឬរឿងអាស្រូវថ្មីនេះគឺប្រាក់បំណាច់របស់នាយកប្រតិបត្តិអាចនឹងមានកាន់តែសមរម្យជាងមុនទោះបីជាប្រាក់ខែប្រចាំឆ្នាំរបស់នាយកប្រតិបត្តិអាចនៅតែច្រើនជាងប្រាក់ដែលបុគ្គលិកធម្មតាប្រើពេលពេញមួយជីវិតរកដោយសារបុគ្គលិកកាន់តែច្រើនឡើងបានคล้ายទៅជាម្ចាស់ភាគហ៊ុនតែភាគច្រើនមានគណនីសោធននិវត្តន៍ 401k ដែលបានធ្លាក់តម្លៃនាពេលបច្ចុប្បន្នវិនិយោជិកឥឡូវនេះជាម្ចាស់ភាគហ៊ុនទំនងជានឹងទាមទារពីរយ៉ាងពីអ្នកដឹកនាំនាពេលអនាគតទី1គណនេយ្យភាពចំពោះលទ្ធផលការងារ
ជាក់ស្ដែងនិងទី2ការទទួលបានប្រាក់បំណាច់ដែលសមហេតុផលជាងមុនអ្នកដឹកនាំស្ថាប័នមិនស្វែងរកប្រាក់ចំណេញនិងស្ថាប័នធំៗផ្សេងៗទៀតអាចនឹងប្រឈមនឹងការទទួលបានប្រាក់បំណាច់តិចជាងមុននិងការត្រួតពិនិត្យដិតដល់ជាងមុននេះអាចចាត់ទុកថាជារឿងល្អមួយការសិក្សាជាច្រើនអំពីភាពច្នៃប្រឌិតបង្ហាញថាប្រកាសច្រើនតែជាឧបសគ្គរារាំងការងារច្នៃប្រឌិតជាកត្តាជំរុញលើកទឹកចិត្តអ្នកដឹកនាំដែលទទួលបានប្រាក់បំណាច់សមរម្យទំនងជានឹងផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើរង្វាន់ផ្នែកស្មារតីដូចជាការពេញចិត្តពីការងារផ្ទាល់ការសម្រេចបាននូវគោលដៅរួមលើសពីនេះអ្នកដឹកនាំដែលទទួលបានប្រាក់បំណាច់សមរម្យទំនងជានឹងទទួលស្គាល់ភារកិច្ចដឹកនាំរបស់ខ្លួនត្រូវមានវិមាត្រសិលធម៌ឬធាតុផ្សំខាងសិលធម៌ដែលមិនមែនត្រឹមតែផ្ដោតលើការបង្កើតតួលេខប្រាក់ចំណេញប៉ុណ្ណោះទេពិភពលោកកាន់តែច្របូកច្របល់កាន់តែត្រូវការអ្នកដឹកនាំពិតប្រាកដខ្ញុំសង្ឃឹមថាវិបត្តិឬភាពច្របូកច្របល់នាពេលបច្ចុប្បន្នថ្មីនេះនឹងថមថយទៅវិញដើម្បីឲ្យមនុស្សអាចមានពេលគិតពិចារណាដោយស្ងប់ស្ងាត់និងស៊ីជម្រៅអំពីសំណួរស្នូលមួយចំនួនដូចជាតើអ្វីជាបេសកកម្មពិតប្រាកដរបស់អាជីវកម្មនៅក្នុងពិភពលោកសព្វថ្ងៃនេះតើអ្វីជាគោលដៅពិតរបស់ស្ថាប័នមួយការប្រៀបធៀបស្ថាប័នទៅនឹងម៉ាស៊ីនដែលគ្រាន់តែបង្កើតតម្លៃសម្រាប់ម្ចាស់ភាគហ៊ុនគឺជាទស្សនៈមួយដែលមើលស្រាលបញ្ហាស្មុគស្មាញប៉ុន្តែបើការប្រៀបធៀបបែបណាទៅទើបសមស្របជាងនិងមានប្រយោជន៍ជាងខ្ញុំផ្ទាល់ចាប់អារម្មណ៍និងគំនិតមើលឃើញស្ថាប័នជាសរីរាង្គមានជីវិតដែលមានការវិវត្តនិងឆ្លើយតបទៅនឹងបរិយាកាសជុំវិញខ្លួនយ៉ាងរហ័សហើយខ្ញុំចាប់អារម្មណ៍នឹងទស្សនៈរបស់លោក Charles Candy ដែលមើលឃើញស្ថាប័នការងារគឺជាសហគមន៍សពថ្ងៃនេះយើងចំណាយពេលកាន់តែច្រើនឡើងនៅកន្លែងធ្វើការស្របពេលដែលយើងចង់បានតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនកាន់តែប្រសើរឡើងដូច្នេះហេតុផលដែលយើងគួរចាត់ទុកក្រុមហ៊ុនឬស្ថាប័នផ្សេងទៀតជាសហគមន៍តូចៗគឺកាន់តែមានទម្ងន់គួរឲ្យយកចិត្តទុកដាក់នៅពេលដែលយើងហាក់ដូចជាត្រូវបានចងភ្ជាប់នឹងការងារគ្រប់ពេលវេលាតាមរយៈទូរស័ព្ទដៃឬឧបករណ៍អេឡិចត្រូនិកផ្សេងៗយើងរឹតតែចង់បានការងារមួយដែលមានអត្ថន័យដើម្បីឲ្យយើងមានអារម្មណ៍ថាស័ក្តិសមនិងមានការលះបង់ពេលវេលាផ្ទាល់ខ្លួនឬគ្រួសាររបស់យើងហេតុដូច្នេះហើយអ្នកដឹកនាំស្ថាប័នគ្រប់ប្រភេទចាំបាច់ត្រូវគិតគូរឲ្យបានដិតដល់អំពីរបៀបផ្ដល់រង្វាន់ទាំងផ្នែកស្មារតីនិងសម្ភារៈដល់បុគ្គលិករបស់ខ្លួនព្រមទាំងអំពីវិធីកសាងស្មារតីសហគមន៍ឲ្យកាន់តែរឹងមាំក្នុងក្រុមការងារវានឹងក្លាយជារឿងគួរឲ្យសោកស្ដាយបើរឿងអាស្រូវសារជីវកម្មនាពេលថ្មីនេះធ្វើឲ្យអ្នកដឹកនាំជាប់ដៃតែនឹងការដោះស្រាយបញ្ហាចំពោះមុខឬការធានាអនុលោមស្របតាមច្បាប់រហូតដល់គ្មានពេលដោះស្រាយបញ្ហាសិលធម៌និងទស្សនវិជ្ជាសំខាន់ទាំងនេះជាពិសេសវានឹងកាន់តែគួរឲ្យសោកស្ដាយទៅទៀតគឺរឿងអាស្រូវទាំងនេះធ្វើឲ្យវិជ្ជាជីវៈជាអ្នកដឹកនាំហាក់ដូចជាបាត់បង់ការតាក់ទាញឬធ្វើឲ្យមនុស្សមានសមត្ថភាពរារែកក្នុងចិត្តការឈានជើងចូលកាន់តួនាទីជាអ្នកដឹកនាំនេះដូចដែលរឿងអាស្រូវនយោបាយតែងតែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ
សេវាសាធារណៈឬធ្វើឲ្យមនុស្សល្អមិនចង់ចូលរួមបម្រើការងារសាធារណៈដូចនេះឯងនិយាយអំពីព័ត៌មានគួរឲ្យអាម៉ាស់នាពេលថ្មីនេះខ្ញុំគិតថាបញ្ហាសំខាន់គឺយើងត្រូវពិចារណាឡើងវិញនៅអាកប្បកិរិយារបស់យើងចំពោះអ្នកដឹកនាំយើងមានទំនោរម្ដងសរសើរម្ដងលើកដំកើងអ្នកដឹកនាំហួសហេតុដោយចាត់ទុកអ្នកដឹកនាំប្រៀបដូចជាសមាជិករាជវង្សពេលខ្លះទៀតយើងបែរជាទម្លាក់កំហុសឬវាយប្រហាររិះគន់អ្នកដឹកនាំយ៉ាងចាស់ដៃប្រៀបដូចជាអ្នកដឹកនាំជាបិសាចអាកប្បកិរិយាជ្រុលនិយមទាំងសងខាងនេះគឺមិនត្រឹមត្រូវទេវាជាការសំខាន់ដែលយើងត្រូវចងចាំថាទោះបីជាមានករណីបុគ្គលដែលគួរឲ្យស្អប់ខ្ពើមដូចជាលោក Denis Goslogi អតីតនាយកប្រតិបត្តិដែលត្រូវបានបណ្ដេញចេញពីក្រុមហ៊ុន Tyco ដែលយើងនៅមានអ្នកដឹកនាំធុរកិច្ចរាប់រយនាក់ផ្សេងទៀតដែលមានសមត្ថភាពនិងគួរឲ្យគោរពក្រៅពីនេះយើងមានបុគ្គលឆ្នើមនិងគួរឲ្យគោរពជាច្រើនទៀតនៅក្នុងវិស័យផ្សេងដូចជាអង្គភាពមិនមែនរដ្ឋាភិបាលក្រមសកម្មជនសង្គមមហាវិទ្យាល័យនិងសាកលវិទ្យាល័យស្ថាប័នវប្បធម៌និងអង្គការមិនរកប្រាក់ចំណេញដទៃទៀតបុគ្គលទាំងនេះហើយដែលអ្នកប្រាថ្នាចង់ក្លាយជាអ្នកដឹកនាំជំនាន់ក្រោយគួរតែស្វែងរកជាគំរូនិងរៀនសូត្រតាមខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្ដែងមួយនៅក្នុងសៀវភៅថ្មីរបស់ខ្ញុំ Grace and Grace ដែលប្រៀបធៀបអ្នកដឹកនាំវ័យក្មេងនិងអ្នកដឹកនាំវ័យចំណាស់អ្នកដឹកនាំជាន់ខ្ពស់ម្នាក់ដែលលេចធ្លោជាគំរូជាងគេគឺលោក Sydney Harmon លោក Sydney Harmon នាយកប្រតិបត្តិនៃក្រុមហ៊ុន Harmon International Industry ដែលខ្ញុំនិង Bush Thomas បានសម្ភាសនាពេលថ្មីនេះនៅចំពេលដែលរឿងអាស្រូវសាជីវកម្មហាក់ដូចជាលេចឡើងស្ទើរតែរាល់ថ្ងៃលោក Sydney Harmon បានឆ្លៀតឱកាសផ្ញើសារដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនភាគហ៊ុនតាមរយៈរបាយការណ៍ត្រីមាសរបស់ក្រុមហ៊ុនលោក Harmon បានបញ្ជាក់ប្រាប់ម្ចាស់ភាគហ៊ុនថាភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ក្រុមហ៊ុនគឺមិនមានទំនាក់ទំនងអាជីវកម្មជាមួយនឹងក្រុមហ៊ុនឡើយហើយលោកបានរៀបរាប់សង្ខេបពីយន្តការផ្ទៃក្នុងដែលក្រុមហ៊ុនបានដាក់ឲ្យដំណើរការដើម្បីធានានូវសុចរិតភាព integrity សុចរិតភាពរបស់ក្រុមប្រឹក្សាភិបាលនិងក្រុមហ៊ុនទាំងមូលលោកបានបញ្ជាក់បន្ថែមដោយទំនុកចិត្តថាបើមានអ្វីមិនប្រក្រតីកើតឡើងលោកនឹងដឹងពីព្រោះខ្ញុំកំពុងគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុននេះយ៉ាងសកម្មដោយផ្ទាល់ហើយខ្ញុំដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើងនៅគ្រប់ផ្នែកទាំងអស់ការឆ្លើយតបយ៉ាងឆាប់រហ័សនិងបង្ហាញពីការទទួលខុសត្រូវបែបនេះហើយដែលយើងចាត់ទុកថាភាពជាអ្នកដឹកនាំពិតប្រាកដដោយអ្នកដឹកនាំឆ្នើមដទៃទៀតសមិទ្ធផលសំខាន់មួយរបស់លោក Sydney Harmon លោក Sydney Harmon គឺបានការកសាងវប្បធម៌នៃការបញ្ចេញមតិដោយត្រង់ឬវប្បធម៌និយាយត្រង់ទៅត្រង់មកឥតលាក់លៀមបន្ទាប់ពីបានសរសេរអំពីភាពជាអ្នកដឹកនាំអស់រយៈពេលជាច្រើនឆ្នាំមកនេះខ្ញុំបានមើលឃើញថាកត្តាសំខាន់មួយដែលមនុស្សតែងមើលរំលងចំពោះជោគជ័យរបស់ស្ថាប័នណាមួយមិនមែនជាអ្នកដឹកនាំឆ្នើមទេតែជាអ្នកដើរតាមឆ្នើម great followership ទៅវិញនៅលើតុរបស់លោក Sydney Harmon
មានបន្ទះឈើតូចមួយចារឹកពាក្យថានៅក្នុងអាជីវកម្មនីមួយតែងតែមាននរណាម្នាក់ដែលដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើងចូលបណ្ដេញបុគ្គលបែបនេះចេញជាការពិតណាស់នេះគ្រាន់តែជាការនិយាយបែបកំ pl ែងឬចំអកប៉ុណ្ណោះជាក់ស្ដែងទៅលោក Sydney Harman តែងតែទទូចចង់ស្ដាប់មតិយោបល់ហើយថែមទាំងស្វាគមន៍មតិជំទាស់ប្រកបដោយការយល់ចិត្តបុគ្គលិកទៀតផងប៉ុន្តែនៅក្នុងស្ថាប័នជាច្រើនអ្នកដែលហ៊ាននិយាយការពិតប្រាប់ថ្នាក់លើ speak under welcome dross តែងតែត្រូវបានបណ្ដេញចេញឬយ៉ាងហោចណាស់ត្រូវបានគេរុញឲ្យទៅដាច់ពីគេសោតនីតិកម្មនៃការផ្ទុះយានអវកាស Challenger គឺជាឧបទ្ទហេតុដ៏សោកស្ដាយមួយនៅថ្ងៃទី28ខែមករាឆ្នាំ1986យានអវកាសនេះបានផ្ទុះឡើងតែប៉ុន្មាននាទីបន្ទាប់ពីបាញ់បង្ហោះសម្លាប់មនុស្សទាំងអស់នៅក្នុងយានរួមទាំងយានអវកាសយានិក6នាក់និងលោកស្រី Krista McAuliffe គ្រូបង្រៀនដំបូងគេដែលត្រូវបានជ្រើសរើសឲ្យហោះឡើងទៅកាន់ទីអវកាសនេះគឺជាគ្រោះមហន្តរាយអវកាសមហាអាក្រក់មួយក្នុងប្រវត្តិសាស្ត្រអាមេរិកអ្វីដែលធ្វើឲ្យសោកនាដកម្មនេះកាន់តែសោកសៅខ្លាំងឡើងថែមទៀតជាពិសេសនៅពេលឃើញទស្សនវិជ្ជាគ្រួសារជនរងគ្រោះគឺការពិតដែលថាវាអាចត្រូវបានជៀសវាងបានមួយថ្ងៃមុនការបាញ់បង្ហោះលោក Rogers Busoli ដែលជាវិស្វករម្នាក់នៅក្នុងក្រុមហ៊ុន Molten Tearcoal ជាអ្នកផ្គត់ផ្គង់ឲ្យ NASA បានព្រមានថ្នាក់លើរបស់លោកអំពីបញ្ហាធ្ងន់ធ្ងរនៃកងរិទ្ធរបស់យានអវកាសជាពិសេសនៅក្រោមសីតុណ្ហភាពត្រជាក់ដោយតួអង្គ Cassandra នៅក្នុងទេវកថាក្រិកឬដូចអ្នកហ៊ាននិយាយការពិតជាច្រើននាពេលបច្ចុប្បន្ននេះការព្រមានរបស់លោក Roger Busoli ត្រូវបានថ្នាក់លើធ្វើមិនខ្វល់រង្វាន់សម្រាប់ភាពក្លាហានរបស់លោកក្នុងការប៉ុនប៉ងទប់ស្កាត់គ្រោះមហន្តរាយនេះគឺការបញ្ចប់អាជីពរបស់លោកនៅក្នុងឧស្សាហកម្មនេះចាប់តាំងពីពេលនោះមកលោកបានចំណាយពេលคล้ายជាអ្នកតស៊ូមតិលើបញ្ហាសិលធម៌និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការនិយាយការពិតភាគច្រើនគឺដោយសារតែលោកមិនអាចរកការងារថ្មីណាមួយនៅក្នុងឧស្សាហកម្មអវកាសបានទៀតទេនេះជាមេរៀនឈឺចាប់ជាក់ស្ដែងមួយសម្រាប់អ្នកផ្សេងទៀតដែលគិតចង់ហ៊ាននិយាយការពិតត្រូវប្រកាសថាអ្នកមានការងារថ្មីរងចាំជាមុនសិនមុននឹងសម្រេចចិត្តនិយាយការពិតចេញមកបាទហើយការអាននេះគឺសូមឆ្លេះតែប៉ុណ្្នឹងសិនในเรื่องស្អកខដែរខ្ញុំសង្ខេបមកវិញគឺគាត់ចង់និយាយថាអ្នកដឹកនាំភាគច្រើនដែលតាំងខ្លួនឯងទៅជាអធិរាជ
ប៉ុន្តែមិនព្រមទទួលយកពាក្យពិតពីអ្នកក្រោមបង្គាប់ពីបុគ្គលិកពីអ្នកដែលធ្វើការនៅក្រោមបង្គាប់របស់ខ្លួនពេលឃើញបញ្ហាអញ្ចឹងទៅនិយាយពីបញ្ហាទៅប្រាប់គាត់មិនព្រមទទួលបែរទៅជាមិនព្រមទទួលហើយបញ្ឈប់ការងាររបស់អ្នកដែលនិយាយការពិតនឹងទៀតហើយមានរឿងដែលកើតឡើងនៅក្នុងអតីតកាលដែលគាត់បានសរសេរមកជាឧទាហរណ៍ស្រាប់អញ្ចឹងយើងទៅរៀនទទួលស្គាល់ការពិតហើយនឹងកែប្រែហ្នឹងហើយសូមឲ្យការនិយាយការពិតនឹងមានហេតុផលត្រឹមត្រូវសមរម្យអាចទទួលយកបានពីព្រោះដឹងស្រាប់ហើយមនុស្សយើងមានចិត្តហើយចិត្តរបស់មនុស្សយើងម្នាក់គឺមានការគិតមានផ្នត់គំនិតរៀងខ្លួនអញ្ចឹងយើងនិយាយអីគឺមានហេតុផលសមរម្យអាចនិយាយបានស្ដាប់គ្នាបានហើយលើសលោខ្វះខាតអីយ៉ាងណាមានការរអាក់រអួលយ៉ាងណាគឺសូមខន្តីអធិស្ឋានហើយក្នុងคลิปនេះគឺចប់តែប៉ុណ្ណេះឯងបើពេញចិត្តសូមចុច like ហើយនឹង comment ថារងចាំភាគ2ខ្ញុំអានបន្តទៀត